ចាបងប្អូននៅនឹងគឺខ្ញុំមានរឿងមួយតាក់ទងទៅនឹងក្មេងស្រីម្នាក់ដូចថាគាត់ទៅរៀននៅឆ្នាំទី1ទេអញ្ចឹងគាត់ត្រូវបានដូចថាបងប្អូនគាត់ឆ្លាញ់ពេញចិត្តអីចឹងណាហើយក៏បានចូលចង់ចូលទៅដល់ចូលអីចឹងទៅប៉ុន្តែម្ដាយហ្នឹងក៏គាត់ចង់ឲ្យដែរព្រោះគាត់គិតថាជាសាច់ឈាមអីចឹងទៅហើយណាមួយឃើញកូនរៀនអញ្ចឹងគាត់ដូច50-50គាត់ដូចចង់បង្ខំ50%ហើយ50%នេះគាត់ចង់ឲ្យកូនរៀនអីចឹងទៅតែបើតាមបងប្អូនគឺចង់ឲ្យពួកគាត់ហ្នឹងគឺរៀបការតែម្ដងប៉ុន្តែក្មេងស្រីហ្នឹងគឺគាត់បានប្រាប់ម្ដាយគាត់ថាគាត់អត់តន់ចង់រៀបការគាត់ចង់រៀនចង់អីចឹងណាហើយសួរថាចង់ក្រោយទៅជាយ៉ាងម៉េចចង់ក្រោយគឺម្ដាយក៏បានស្ដាប់ហេតុផលកូនដែរគឺគាត់អត់បានបង្ខំកូនទាំងស្រុងថាត្រូវទៅរៀបការទេទោះជាបរិសុទ្ធនឹងគាត់ជាអ្នកមានជីវភាពទូធាជាបងប្អូនសាច់ឈាមក៏ដោយប៉ុន្តែគាត់ទុកសេចក្តីសម្រេចនឹងទៅលើកូនដែរអញ្ចឹងកូនហ្នឹងក៏អញ្ចឹងដែរគាត់ក៏មិនមែនថាជាមនុស្សដែលអត់ស្ដាប់ហេតុផលស្ដាប់ម្ដាយឬក៏តាមឪពុកម្ដាយទេខ្ញុំជឿជាក់ថាបើសិនយើងដកឃ្លាគិតមួយចំហៀនមិនថាឪពុកម្ដាយឬក៏ជាកូនកន្លះគុណកំមុំឯនៅពេលដែលយើងរកការសម្រេចចិត្តរបស់យើងមិនប្រកាសថា100%គឺយើងសម្រេចចិត្តត្រូវទេហើយឪពុកម្ដាយដែលគាត់ចង់ឲ្យយើងធ្វើតាមគាត់មិនប្រកាសថាគាត់ឲ្យយើងដើរផ្លូវខុសដូចគ្នាគាត់គិតថាអនាគតវាអាចល្អប្រសើររុងរឿងអីអញ្ចឹងណាប៉ុន្តែគាត់ក៏អត់បង្ខំកូនដូចគ្នាអញ្ចឹងសាច់រឿងចុងក្រោយមានន័យថាគាត់អត់បានរៀបការជាមួយគ្នាទេដោយសារតែគាត់យល់តាមការសម្រេចចិត្តរបស់ក្មេងស្រីហ្នឹងអញ្ចឹងយើងគិតថានេះក៏ជារឿងមួយដ៏ល្អដែរយល់ថាការសម្រេចចិត្តរបស់គាត់គឺគាត់មានហេតុផលរបស់គាត់ហើយឪពុកម្ដាយគាត់មានហេតុផលដែររឿងនេះយើងត្រូវតន្តិចតែខ្ញុំមិនដឹងថាបងប្អូនយល់ដល់កម្រិតណាបើសិនជាអត់យល់អាចជួយខមមិនខាងក្រោមខ្ញុំនឹងបន្ថែមលម្អិតអីទៀតចឹងទៅគ្រាន់តែដឹងថាឪពុកម្ដាយចង់ឲ្យកូនរៀបការជាមួយនឹងសាច់ញាតិហើយតែមានជីវភាពទូធាអីចឹងទៅប៉ុន្តែខាងកូនវិញអត់ចង់រៀបការទេព្រោះគាត់ថាខ្លួនឯងក្មេងហើយរៀនអត់ទាន់ចប់អញ្ចឹងទៅហើយក៏អត់បានរៀបការទេចុងក្រោយគឺរៀបការទៅតាមបេះដូងក្តីស្រឡាញ់ខ្លួនឯងអីចឹងទៅគឺសាច់រឿងហ្នឹងគឺបញ្ចប់ដោយ happy ending ប៉ុន្តែខ្ញុំជឿជាក់ថាចេះរាល់បញ្ហាដែលកើតមានណាខ្ញុំជឿជាក់ថាសិតតែមានដំណោះស្រាយនឹងច្រកចេញគ្រាន់តែថាយើងត្រូវដើរដល់កម្រិតណាពេលណាអីព្រោះពេលខ្លះរឿងខ្លះវាត្រូវការពេលវេលាដូចគ្នាអានេះគឺគ្រាន់ជាអារម្មណ៍ខ្ញុំទេខ្ញុំមិនដឹងថាខ្ញុំនិយាយខុសឬក៏ត្រូវទេព្រោះរឿងខ្លះវាមិនកើតលើយើងពិបាកដោះស្រាយបើអីជឿទៅនៅពេលដែលបញ្ហាយើងមិនថាទៅមិនថាធំនៅពេលដែលយើងដូចថាប្រឹងហែកពុនអត់ព្រមតម្លាក់ចុះខ្លះគឺបើចង់ដោះស្រាយមិនក៏ដោយក៏ដោះអត់ចេញដែរអញ្ចឹងនៅពេលដែលជួបយើងត្រូវដោះម្ដងមួយមួយចំហៀនទៅមួយចំហៀនព្រោះទាំងគេទាំងយើងគ្មានណាគេចង់ជួបទេប៉ុន្តែបញ្ហាគឺសិតតែបានបង្រៀនយើងឲ្យជីវិតកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃផងដែរវារៀងចាប់គ្នាតំបន់តិចប៉ុន្តែខ្ញុំចង់និយាយថាបញ្ហានេះគឺកើតញឹកញាប់ដែរនៅក្នុងសង្គមយើងបច្ចុប្បន្នគ្រាន់តែតើយើងដើរឬក៏ជ្រើសរើសយកផ្លូវមួយណាខ្ញុំជឿជាក់ថាម្នាក់ៗក៏មានហេតុផលរៀងខ្លួនបើសិនជាយើងដកឃ្លាហើយស្ដាប់ហេតុផលទៅវិញទៅមកអាចមិនមានរឿងអ្វីកើតឡើងទេបាយបាយ